ចាមិនតពីចុះពីរថភ្លើងឲ្យគឺយើងឡើងឡានក្រុងបន្តដើម្បីទៅរកកន្លែងគេខ្ញុំវិញណាខ្មែរយើងគឺគេចាយលុយសម្រាប់ជិះឡានក្រុងប៉ុន្តែនៅស្រុកនេះគឺយើងគេប្រើស្កេនច្រឡំថាចាយលុយអីឲ្យបានឬក៏យើងអាចយកកាតវីសាមកប្រើក៏បានសម្រាប់កាតវីសាយើងគឺប្រើបានទាំងអស់ចានៅស្រុកនេះគឺថាជិះលឿនតែម្ដងគេជិះលឿនប៉ុន្តែយកអត់មានអារម្មណ៍ថាប៉លសម្រាប់ឡានក្រុងហើយតែភ្លើងគេយើងចាំអត់យូរទេតែ4-5នាទីគេមកដល់ហើយជួនកាលមកផ្លែគេមកទេសភាពស្អាតពេកអញ្ចឹងបងស្រីខ្ញុំគឺចេញជាមួយនឹងបតក្រេលងលោជាមួយនឹងតាមផ្លូវអញ្ចឹងខ្ញុំឡើងប្រហែលដងអត់ដែរបានកុយភ្លើងទាំងបើតែលើនេះចេះហៅបានឡើងកុយទៅទៀតខ្ញុំស្គាល់វិញហើយយីហោស៊ីអូនេះអ្វីខ្ញុំធ្វើចាញ់នេះគឺឈរហើយតាមកវត្តប្រៃវែងមកចុះមកស្ទប់ចុះហើយតាពីចាជីឡានក្រុងឲ្យមិនដល់ទីតាំងតលហ្មងទេចានៅដើរបន្តទៀតពួកខ្សែឡានដែលខ្ញុំជិះនេះគឺអត់ទៅដល់កន្លែងខ្ញុំគេហ្មងទេអញ្ចឹងត្រូវដើរប្រហែលមកសន្ទុះធំទៀតដែរប្រហែលជា7-10នាទីអីយើងដល់កន្លែងគេយើងវិញហើយនៅអ្នកខ្វះរបស់ញ៉ាំឯដើរកន្លែងណាក៏ស្បូរឡើងញ៉ាំដែរអញ្ចឹងខ្ញុំដើរហត់អញ្ចឹងរកអីបែបញ៉ាំអីចឹងហើយប្លុកថ្ងៃទី2ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអញ្ចឹងចាំជួបគ្នានៅប្លុកថ្ងៃទី3ណាអរគុណច្រើនសម្រាប់ការតាមដាន